ថ្ងៃទី11ខែធ្នូឆ្នាំ2025នៅមន្ទីរអភិវឌ្ឍជនបទខេត្តកណ្ដាលបានរៀបចំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី4ឆ្នាំ2025និងទិសដៅការងារបន្តត្រីមាសទី1ឆ្នាំ2026ក្រោមអធិបតីភាពលោកជំទាវ លឹមមួយលេងរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមនុតពុទ្ធតារាអភិបាលរងខេត្តកណ្ដាលថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍជនបទខេត្តកណ្ដាលជាច្រើនអ្នកមានប្រសាសន៍ក្នុងកិច្ចប្រជុំលោកជំទាវ លឹមមួយលេងរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទបានកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍជនបទខេត្តកណ្ដាលដែលបានយកចិត្តទុកដាក់ខិតខំអនុវត្តនៅរាល់សកម្មភាពការងារដែលថ្នាក់ដឹកនាំក្រសួងក៏ដូចជារដ្ឋបាលខេត្តកណ្ដាលបានប្រគល់ជូនក្នុងគោលបំណងសម្ដៅជំរុញចក្ខុវិស័យកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាពបរិយាបន្នអ្នកវិនិវត្តន៍ Digital និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ចសង្គមនិងវប្បធម៌សម្ដៅធានាបាននៅប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាពនិងសុខុមាលភាពកាន់តែល្អប្រសើរដោយផ្ដោតសំខាន់ទៅលើការបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទការបង្កើនសុខុមាលភាពគ្រួសារនៅជនបទនិងការអប់រំសីលធម៌សង្គមដើម្បីឲ្យមានគុណធម៌និងក្លាយជាពលរដ្ឋល្អដែលជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាលោកជំទាវបន្តថាវិស័យអភិវឌ្ឍជនបទក្នុងភូមិសាស្ត្រខេត្តកណ្ដាលជាពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងនិងថ្នាក់ដឹកនាំខេត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាចក្ខុវិស័យរបស់ក្រសួងមានកម្មវិធីអាទិភាពគន្លឹះទាំង5គឺទី1អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទប្រកបដោយភាពធន់ទី2លើកកម្ពស់ការទទួលបានទឹកស្អាតនិងអនាម័យបរិស្ថានជនបទទី3ការងារអភិវឌ្ឍសហគមន៍ជនបទ Digital និងចលនាភូមិគំរូទី4លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទនិងទី5ការគ្រប់គ្រងស្ថាប័ននិងសេវាគាំទ្រទូទៅក្នុងឱកាសនោះដែរលោកជំទាវ លឹមមួយលេងបានលើកឡើងអំពីស្ថានភាពសង្គ្រាមនៅព្រំដែនកម្ពុជាថៃបានចាប់ផ្ដើមម្ដងទៀតដោយយោធាថៃវាយប្រហារមកលើអធិបតេយ្យភាពកម្ពុជាក្នុងតំបន់ជាច្រើនពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារបន្ទាយមានជ័យបាត់ដំបងនិងខេត្តឧត្តរមានជ័យដែលបណ្ដាលឲ្យប្រជាពលរដ្ឋនិងជនស៊ីវិលបាត់បង់ជីវិតរងរបួសមួយចំនួនព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនរបស់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកលៈទេសៈស្ថានភាពដ៏លំបាកនេះលោកជំទាវរដ្ឋលេខាធិការបានផ្ដាំផ្ញើបន្ថែមជូនលោកស្រីថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរអភិវឌ្ឍជនបទត្រូវចូលរួមអនុវត្តគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីដែលបានបញ្ជាក់ជូនដោយម៉ឺងម៉ាត់ថាកិច្ចការចម្បងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺការពារប្រជាជននិងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងគ្រប់ក្រសួងស្ថាប័នអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋខ្មែរទាំងអស់រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះចូលរួមប្រឆាំងរាល់ព័ត៌មានคล้ายៗគ្មានប្រភពច្បាស់លាស់និងហាមថតរូបភាពសកម្មភាពចល័តទ័ពចល័តរថយន្តដឹកស្បៀងជៀសវាងសត្រូវចាប់បានទីតាំងនាំឲ្យមានគ្រោះថ្នាក់ដល់វីរៈកងទ័ពចូលរួមកម្លាំងសាមគ្គីជាតិតាមរយៈការចូលរួមបរិច្ចាគថវិកានិងសម្ភារៈផ្សេងៗមានដូចជាអាវរងាភួយមុងកន្ទេលតង់ជាដើមគាំទ្រនិងជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនិងសម្ដេចធិបតីនឹងបន្តពង្រឹងរួបរวมគ្នាក្នុងស្មារតីសាមគ្គីជាតិឯកភាពជាតិទើបធ្វើឲ្យប្រទេសយើងខ្លាំងប្រកបដោយស្មារតីសាមគ្គីជាតិដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជំរុញចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ2030និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ2050និងកិច្ចការពីមាតុភូមិកម្ពុជាឲ្យបានគង់វង្សជារៀងដរា